គ្រប់ជំរាបសួរពុកម៉ែបងប្អូននៅតាមបណ្ដាញសង្គម Facebook ក៏ដូចជានៅតាមគេហដ្ឋានតាមទូទាំងប្រទេសខ្មែរថ្ងៃនេះលោកគ្រូចុះមកសម្ភាសជាមួយនឹងសាកសីដែលបានប្រើប្រាស់ជាមួយនឹងផលិតផលម្សៅសុទ្ធ SN សញ្ញាដើមអង្គាបោះយើងចុះមកខាងនៅខេត្តតាកែវទឹកដីខេត្តតាកែវមកជួបសាកសីក៏ដូចជាលោកតាលោកយាយអ៊ំពូមីងដែលបានប្រើប្រាស់ជាសះស្បើយពីជំងឺបន្តិចទៀតនេះនឹងទៅជួបជាមួយនឹងខ្ញុំបាទទាំងអស់គ្នាបាទជំរាបសួរអ៊ំតើអ៊ំមានឈ្មោះអីហើយបច្ចុប្បន្នអ៊ំហ្នឹងប្រហែលហើយខ្ញុំឈ្មោះដែរម៉មស៊ូអាយុមាន74ឆ្នាំបាទចំណើនេះគេហៅភូមិអីឃុំអីអ៊ំភូមិទួលបង្រោនិងឃុំសោមស្រុកគ្រីវងខេត្តតាកែវបាទតើអ៊ំធ្លាប់លើថាដែលអ៊ំមានបញ្ហាជំងឺកាពះពោះវៀនរ៉ាំរ៉ៃឈឺយូរហើយហ្នឹងតើអ៊ំធ្វើទុកនឹងអាការៈមិនខ្លះអ៊ំអាចរៀបរាប់ប្រាប់បន្តិចបានទេអ៊ំបាទអាហ្នឹងខ្ញុំសូមនិយាយនៅការពិតបាទអ៊ំដែលបន្ទាប់ពីខ្ញុំបានប្រើនៅឱសថបុរាណនេះអ៊ំនេះបាទឱសថបុរាណនេះប្រើមួយឈុតហ្នឹងហ្មងអ៊ំបាទពីមុនមកខ្ញុំមានគេថាជំងឺនៅថាទុកជាកាពះវាចេះតែអល់នៅតែពីពោះអញ្ចឹងយើងរុញឡើងមកលើហើយខ្ញុំក៏ចេះរែងតឹងតែដេញតែមកលើអញ្ចឹងបាទហើយខ្ញុំក៏បានដែលប្រើឱសថនេះរយៈពេលទៅតែមួយអាទិត្យទេតែមួយអាទិត្យខ្ញុំរៀងដូចថាធូរស្រាលច្រើនខ្ញុំលឺអ៊ំថាធ្លាប់មានបញ្ហាអាការៈកាពះហ្នឹងចុកណែនឆ្អល់ហ្នឹងអញ្ចឹងតើអាឈឺចុកណែនឆ្អល់ជីកហ្នឹងវាធ្វើទុករៀងរាល់ថ្ងៃឬក៏មិនអ៊ំជួយបញ្ជាក់ឡើងនឹងតិចមើលនៅក្នុងអាការៈជំងឺរបស់នៅក្នុងខ្លួនខ្ញុំនេះវាមានថាវាឆ្អល់អញ្ចឹងទៅក្នុងមួយថ្ងៃនោះមានពីរដងអីចឹងណាគ្រូអញ្ចឹងបានន័យថាអាការៈធ្វើទុកចុកឆ្អល់របស់លោកអ៊ំហ្នឹងធ្វើទុកសឹងតែរៀងរាល់ថ្ងៃហ្មងមួយថ្ងៃម្ដងឬក៏ពីរដងទៅតាមហ្នឹងពិបាកខ្លាំងទេអ៊ំពិបាកម្ដងពីរដងវាពិបាកដែរវាថាវាកាលណាវាធ្វើទុកចឹងវាឡើងមកយើងធ្វើថាវានាំដោតមកដល់យើងចង់អួតអោអីខ្លះចឹងទៅបាទទៅនាំទៅឈឺក្បាលអីចឹងទៅបាទហ្នឹងហើយអ៊ំតាកាលណាតាកាពះយើងឈឺចុកឆ្អល់ធ្វើទុកហ្នឹងរៀងដោទៅឈឺក្បាលរៀងពិបាកក្នុងខ្លួននៅពេលខ្ញុំបានហូបអាហ្នឹងទៅដូចថាវាប្លែកពីកាលខ្ញុំមិនទាន់បានប្រើបាទថាខ្ញុំមិនទាន់ប្រើនោះវាមានបញ្ហាវាច្រើនអញ្ចឹងបានដល់ពេលដល់ប្រើទៅហ្នឹងវាកាត់បន្ថយវាមិនមែនថាអស់ទេគាត់ថាកាត់បន្ថយព្រោះយើងតែប្រើពេលខ្លីដែរបាទតែប្រើបានរយៈពេលមួយអាទិត្យប៉ុន្តែទទួលបានផលយ៉ាងច្រើនទទួលបានផលច្រើនបាទអញ្ចឹងអ៊ំនឹងបន្តប្រើរហូតតទៅជាណាអ៊ំណាបាទខ្ញុំក៏នៅដល់ប្រើអញ្ចឹងសូមថាឲ្យបងប្អូនទូទាំងប្រទេសស្ដីឬមួយនៅក្នុងភូមិស្ដីបើមានបញ្ហាអីមកសាកសួរដល់ខ្ញុំថាខ្ញុំវាមានបញ្ហាយ៉ាងណានៅក្នុងខ្លួនអីចឹងខ្ញុំនឹងរាយរាប់ប្រាប់ការពិតបាទហ្នឹងមិនចេះតែនិយាយទៅហើយនិយាយចេះតែថាឲ្យតែលឺហ្នឹងមែនទេគឺយើងបានប្រើពេលខ្លីហើយយើងបានធូរស្រាលនៅក្នុងដែលខ្លួនយើងក្នុងជំងឺរបស់យើងអាហ្នឹងយើងនិយាយទៅតាមហ្នឹងដែរចូលសម្រាប់ការបត់ជើងធំរបស់អ៊ំវិញឥឡូវនេះបានល្អប្រសើរជាងមុនទេបាទបត់ជើងអាហ្នឹងវាមួយថ្ងៃយើងបត់ជើងបានតែម្ដងទេពីមុនមកវាមិន2ថ្ងៃអីចឹងបានបត់ជើងបានម្ដងអីចឹងណាបាទតែឥឡូវយើងបានបត់ជើងបាទឥឡូវនេះបានមួយថ្ងៃបានម្ដងដែរអញ្ចឹងវាប្លែកជាងមុនតិចដែរគ្រាន់បើចាប់ផ្ដើមបានផលណាអ៊ំណាខ្ញុំជឿជាក់ខ្លាំងមែនទែនដោយថាយើងយកមកហូបភ្លាមវាឃើញប្រសិទ្ធភាពបាទប្លែកពីកាលមុនយើងមិនទាន់ហូបបាទអូពិសេសមែនតែនយើងសូមថាបងប្អូនយើងនៅក្នុងភូមិក្តីនៅដែលទូទាំងប្រទេសក្តីដែលឃើញដែលនៅផលិតផលរបស់ក្រុមហ៊ុននេះហើយខ្ញុំធ្លាប់ប្រើបានពីហើយអញ្ចឹងសូមឲ្យបងប្អូនដែលមានបញ្ហាដូចខ្ញុំអញ្ចឹងសូមអញ្ជើញប្រើចុះអត់ខុសទេអញ្ចឹងបងប្អូនសូមឲ្យប្រើនៅឱសថបុរាណខ្មែរយើងដូចខ្ញុំចុះមិនខុសបំណងទេអញ្ចឹងសូមអរគុណសូមជម្រាបលា